ខ្ញុំចង់ជម្រាបទៅកាន់បងប្អូនថាជាពិសេសបងប្អូនមួយចំនួនដែលនៅស្ទាក់ស្ទើរចំពោះសកម្មភាពរបស់ថ្នាក់ដឹកនាំរបស់យើងជាពិសេសសម្ដេចតេជោនិងសម្ដេចទឹកដីហ៊ុនម៉ាណែតសូមបងប្អូនជឿចុះហើយយកទៅពិចារណាបន្ថែមថាតើមេដឹកនាំរបស់យើងសម្ដេចតេជោរូបនេះដែលជាប្រធានគណៈបកប្រជាជនកម្ពុជាដែលស្ទើរតែមួយជីវិតរបស់លោកបានបូជាសម្រាប់មាតុភូមិមួយនេះល្មមអាចបងប្អូនអាចជឿបាននៅតាំងពីយុវវ័យថ្ងៃ20ខែមិថុនាបន្ទាប់មកថ្ងៃ20ខែមិថុនាឆ្នាំ1977យកជីវិតជាដើមទុនដើម្បីជាធ្នូនៃការដោះប្រជាជនចេញពីរបបបល្ល័ង្កពូជសាសន៍ប៉ុលពតចេញពីពេលនោះមករកវិធីអភិវឌ្ឍជាតិស្វែងរកបញ្ចប់សង្គ្រាមទាំងស្រុងយកជីវិតទៅដូរបន្ថែមទៀតនៅក្នុងការចរចាជាមួយខ្មែរក្រហមដើម្បីឲ្យខ្មែរក្រហមចុះចូលបញ្ចប់នៅរបបនៅមានការអបគុំច្រើនហើយយើងមានសន្តិភាពនៅថ្ងៃ29ខែធ្នូឆ្នាំ1998បន្តមកទៀតពលីកម្មគ្រប់បែបយ៉ាងដើម្បីឲ្យប្រទេសកម្ពុជាមានសន្តិភាពនិងអភិវឌ្ឍតើមេដឹកនាំដែលបានពលីកម្មដ៏ធំធេងបែបនេះសម្រាប់ប្រទេសជាតិតើមិនល្មមឲ្យបងប្អូនប្រជាពលរដ្ឋមួយចំនួនមិនជឿលើលោកឬយ៉ាងណាសូមបងប្អូនពិចារណាថាតើមេដឹកនាំដែលឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងយកជីវិតជាដើមទុនបែបនេះដើម្បីជាធ្នូនៃប្រទេសជាតិរបស់យើងគ្រប់កលៈទេសៈហើយខ្ញុំសូមបញ្ជាក់ប្រាប់បងប្អូនថាសម្ដេចតេជោលោកតែងតែមានប្រសាសន៍ថាសូមបងប្អូនចាំមុខហ៊ុនសែនចាំមុខថ្នាក់ដឹកនាំគណៈបកប្រជាជនកម្ពុជាថាមិនដែលទៅណាចោលបងប្អូនមួយជំហានទេនៅខំស្មៅការពារប្រទេសការពារជាតិការពារបងប្អូនគ្រប់កលៈទេសៈដូច្នេះការរួមគ្នាសាមគ្គីនៅក្នុងកលៈទេសៈនេះខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់គឺជារឿងដែលជាតិរបស់យើងត្រូវការដើម្បីប្រឆាំងនឹងសត្រូវដែលចង់ឈ្លានពានមកលើប្រទេសរបស់យើង